បាទសូមស្វាគមន៍មកកាន់ Facebook របស់ខ្ញុំដែលកាលពីថ្ងៃមុនខ្ញុំបានបង្ហាញវីដេអូមួយដែលទាក់ទងនឹងរបៀបកម្លាំងកម្មវិធី Download Manager ដើម្បីឲ្យវាដំណើរការជាមួយនឹង browser Firefox Chrome Explorer ជាដើមថ្ងៃនេះខ្ញុំសូមបង្ហាញពីរបៀបបិទកម្មវិធី Download Manager ដើម្បីកុំឲ្យវាអាប់ដេតហើយនឹងរបៀបបិទកម្មវិធី Firefox ជាដំបូងយើងគ្រាន់តែចូលពាក្យ search យើងសរសេរពាក្យ regedit រួចហើយ enter វាមកយកពាក្យ yes នោះយើងនឹងឃើញពាក្យ key current user យើងចុចលើវាមកយើងឃើញពាក្យថា software តោះមកយើងរកពាក្យ download manager ចុចពីលើវាយើង scroll ចុះមកក្រោមមកយើងឃើញពាក្យថា last check យើង double click ពីលើវាយើងឃើញពាក្យ value data យើងឃើញពាក្យ60ដោយសារតែ60ខ្ញុំបានដូរពី16កាលពីមុនវា16អញ្ចឹងឥឡូវយើងដូរដាក់50ក៏បាន60ក៏បានដើម្បីកុំឲ្យវាយូរក្នុងការអាប់ដេតរួចហើយយើងចុចពាក្យ OK ជាការស្រេចសម្រាប់បិទ Firefox វិញយើងគ្រាន់តែចុចពីលើវាមកបើកម្មវិធី Firefox រួចយើងចុចពាក្យ Open Menu យើងឃើញពាក្យថា Option យើងរកពាក្យ Advanced បន្ទាប់មកយើងចុចពីលើ Update យើងនឹងឃើញពាក្យ Automatic Install Update នោះយើងកុំចុចពីលើវាយើងចុចយកខាងក្រោមយកពាក្យថា Never check for update គឺជាការស្រេចសូមអរគុណសម្រាប់ទស្សនាវីដេអូ